ច្បាស់ណាស់ថានៅអាស៊ីអាគ្នេយ៍យើងវៀតណាមកំពុងតែស្ទុះឡើងយ៉ាងខ្លាំងនៅលើវិស័យកីឡាបាល់ទាត់បាទឥឡូវបារ៉ាកាពី4នាក់បាទដែលមានទាំងរ៉ុនដុនមានទាំងសុកណេតបាទមានទាំងតាកាគីអូសេដែលជាកីឡាករខ្ពស់ឈរធ្វើជារនាំងខណៈដែលថៃសើងទាត់មួយជើងអូយស្អាតម្លេះវាថៃសើងបាទមួយជើងចូលកែង90នៃផ្ទៃខាងលើធ្វើឲ្យអ្នកចាំទីកែវសុកសិលាសន្ធឹងដៃចាប់មិនបានទេមួយជើងនេះគឺស្អាតណាស់បងប្អូនហើយបាទ free kick ដ៏អស្ចារ្យហើយបាល់ដែលឡើងទៅខ្ពស់ហើយកែង90នេះបាទអ្នកចាំទីកម្ពស់2ម៉ែត្រក៏ពិបាកនឹងលោតចាប់ផងហើយល្បឿនបាល់ក៏លឿនទៀតបាទអាទាត់បាល់ free kick មើលចុះបាទបាល់ដែតទៅផ្ទៃខាងលើនៃកែង90ប្រហែលណាបាល់នេះបាទលុបផុតលោតអស់នៅមិញទាញមកក្រោយបែរទាញទៅទៀតបញ្ជុំកឹបក្នុងហើយក៏ទប់ហើយក៏នៅតែគ្រប់គ្រងបាល់បានចែកទៅខាងស្ដាំឥឡូវនេះស្ថានភាពគ្រោះថ្នាក់លើកមកហើយតែភ្ងើយទៅក្រោយបាល់នៅរមៀលតិចមិនទាន់ទៅណាឆ្ងាយទេលើកពីខាងស្ដាំខាងឆ្វេងទៅវិញឬយ៉ាងណាទៅវិញឬយ៉ាងណាទៀនយងបំផ្លោកបាល់ដែតឡើងទៅតែភ្ងើយតែទម្លាក់ហើយក៏ទាត់មកជើងដោយវ៉ាន់វីអូយបំរុងទេតែទាត់បានស្អាតណាស់យកគ្រាប់ទី2ឲ្យវៀតណាមវៀនវ៉ាន់វីទៅតែដូរចូលលេខបាន8នាទីបាទ8នាទីទាត់បញ្ចូលទីគ្រាប់ទី2ឲ្យវៀតណាមគ្រូគាត់មើលឃើញហ្មងបាទគុណភាពត្មងបាទនៅក្នុងការព្យាយាមរកគ្រាប់បាល់មើលម្ដងទៀតបាទបាល់ចេញពីស្ដាំភាសាទៅពីឆ្វេងចុងក្រោយធ្លាក់មកដល់មុខវ៉ាន់វីអត់មានអ្នកណាមករំខានទេបាទមកបាល់ទៅគិចគ្នាខាងមុខបាទខាងមុខមិននឹកស្មានតែធ្លាក់មកដល់ខាងក្រោយកាន់មកក៏ព្យាយាមបានមកតំណាក់បាទដល់ពេលមកតំណាក់ក្រោយមកលូកជើងពីយូដៃមកដែរតែបាល់ទៅដល់ជើងរបស់វ៉ាន់វីមុនមកគេព្យាយាមលេងមួយប៉ះដោះខ្លួនពីតំបន់ចង្អៀតតែត្រង់នេះត្រូវបានឆាបដោយក្រុមជម្រើសជាតិកម្ពុជាអូហូ1-2ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅតែអាចបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះវៀតណាមបានតាមរយៈការទាត់បាល់ពីលើដំបូលទូកបានយ៉ាងល្អកីឡាករវ័យក្មេងរបស់ភ្នំពេញក្រោនបងសាំយូអែលចូលរួមជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើដំបូងបង្ហាញខ្លួននិងរកបានគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួនផងដែរបងសាំយូអែលតារាកំពុងរះនៅក្នុងតំបន់បម្រើរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបង្ហាញសក្តានុពលរបស់ខ្លួនយុវជនដែលមានគុណភាពនៅក្នុងតំបន់បម្រើអាចជំនួសតំណែងរៀមច្បងបានក្នុងការប្រកួតនៅក្នុងលីកកំពូលកម្ពុជាពុំសូវឃើញកីឡាកររូបនេះដាច់ចិត្តទាត់សម្ដៅទីនោះទេក្នុងការបង្ហាញខ្លួននៅក្រុមជម្រើសជាតិកម្ពុជាលើកដំបូងបងសាំយូអែលដល់មិនឲ្យចេញក្រៅទេមិនបញ្ហាមានឱកាសកាត់បានញៀនសុកស៊ីដានបញ្ជូនបុកជើងនៅស៊ីដានដែរស៊ីដានទាត់យកតែម្ដងក្រឡកត្រង់នេះតែមិនបានថែមទេអូហូយបាទសំលេងកញ្ចែបញ្ចប់ការប្រកួតក៏បានបន្លឺឡើងល្អមើលនៅ30នាទីចុងក្រោយនៃការប្រកួតវិញ